នៅពេលដែលមនុស្សប្រុសធ្វើខុសសូមប្រាប់គាត់តាមត្រង់កុំឲ្យគ្នាយកកែវទៅបោកហើយឲ្យគ្នាគិតតែអ្នកដឹងទេថាការដែលយកកែវទៅបោកនេះមិនបានធ្វើឲ្យមនុស្សប្រុសឆ្លាតជាងមុនទេថែមទាំងធ្វើឲ្យមនុស្សប្រុសនឹងត្រូវម្ដាយជេរទៅទៀតបើអ្នកចូលចិត្តទ្រឹស្ដីអ្នកមិនប្រាប់ពីដំបូងមកថាកែវដែលបែកហើយมันអាចភ្ជាប់វិញបានទេនេះគ្រាន់តែនិយាយមកវាចាប់បាត់ហើយចាំបាច់ឲ្យគ្នាយកកែវទៅបោកចុះបើសិនជាខ្ញុំយកកែវជ័រទៅបោកមនុស្សស្រីនឹងគិតបែបណាទៅវិញ